ក្តៅគគុកលោកជំទាវហ៊ុនស៊ីណាតមិនអស់ចិត្តចេញមកទម្លាយអារម្មណ៍រឿងស្រុកខ្មែរច្បាប់មានស្តង់ដារ2ខណៈដែលលោកអឹមជីវ៉ាក៏បានចេញមុខរិះគន់ចាស់ដៃលើអ្នកចេញមុខការពារក្រុមអ្នកប្រើប្រាស់គ្រឿងញៀនបុកគេស្លាប់ផងរបួសផងអត់វ័យខ្នោះទុកឲ្យវាអង្គុយសម្ញែងវេនតាខ្មៅអ្នកម៉ែជំទាវហ៊ុនស៊ីណាតមិនអស់ចិត្តបានចេញមកទម្លាយអារម្មណ៍រឿងពិតរឿងច្បាប់ស្រុកខ្មែរដែលមានស្តង់ដារ2ករណីលោកត្រីសក្តាបើកឡានបុកក្មេងស្លាប់ប៉ូលីសបែរជាអត់ហ៊ានវ័យខ្នោះទុកឲ្យអង្គុយលេងសង្ស័យមានអ្នកធំកាងពីក្រោយដោយករណីប៉ៃឌីដែរលោកជំទាវបានបញ្ជាក់ថាថ្ងៃមុនគ្រាន់តែទាហានជាត់គោយន្តហើយក្មេងបុកពីក្រោយអត់មានស្លាប់ផងប៉ូលីសវាយខ្នោះក្រឹបដល់ពេលតារាថយឡានកិនមនុស្សស្លាប់ព្រោះតែប្រើគ្រឿងញៀនបែរជាប៉ូលីសមើលរំលងខ្នោះទៅវិញឬមួយខ្លាចគេជាតារាអ្នកម៉ែឲ្យចាំមើលទាំងអស់គ្នាតើមានអ្នកណាចេញមកកាងទៀតអត់ដោយករណីគ្នាវាបុកគេនៅសៀមរាបអញ្ចឹងហើយក៏យកគុណមកសងទោសឲ្យសោះចំណែកឯលោកអឹមជីវ៉ាបានចេញមុខរិះគន់ចាស់ដៃលើអ្នកចេញមុខការពារក្រុមអ្នកប្រើប្រាស់គ្រឿងញៀនពួកអាក្រមបាតសង្គមបន្ទាប់ពីផ្ទុះរឿងលោកសក្តាបើករថយន្តទាំងមានសារធាតុញៀននៅក្នុងខ្លួនថយទៅពុកកិនក្មេងស្លាប់ម្នាក់ចាំងអាណយអាធំរហូតមានមតិមួយចំនួនចេញមុខការពារនិងដោះសារជំនួសជនបង្កភ្លាមនោះលោកអឹមជីវ៉ាបានចេញមុខបង្ហោះសារវាយបកនិងរិះគន់យ៉ាងចាស់ដៃទៅកាន់អ្នកគាំទ្រទាំងនោះលោកអឹមជីវ៉ាបានសម្ដែងនូវការខឹងសម្បារនិងបង្ហោះសារធ្ងន់ធ្ងរថាអាណាមីណាចេញមុខខមមិនការពារក្រុមអ្នកជក់ថ្នាំញៀនពួកនឹងបើមិនជក់ក៏លក់ថ្នាំដែរពួកហែងជក់ថ្នាំញៀនបុកគេស្លាប់ពួកហែងថាគេជន់វិញប្រតិកម្មយ៉ាងក្តៅគគុកនិងសម្ដីធ្ងន់ធ្ងររបស់លោកអឹមជីវ៉ាទទួលបាននូវការគាំទ្រនិងចែករំលែកជាច្រើនពីសំណាក់មហាជនដែលស្អប់ខ្ពើមអំពើល្មើសច្បាប់និងគ្រឿងញៀនសូមបញ្ជាក់ថាលោកត្រីសក្តាបានបើករថយន្តម៉ាក BYD មួយគ្រឿងហើយឈប់ដេកតាមផ្លូវត្រូវបានកម្លាំងកងរាជអាវុធហត្ថទៅដាស់ឲ្យភ្ញាក់បើករថយន្តថយក្រោយបុករះរថយន្តជាបន្តបន្ទាប់ចំនួន2គ្រឿងនិងកាន់ម៉ូតូមួយគ្រឿងបណ្ដាលឲ្យជនរងគ្រោះ2នាក់ម្ដាយរងរបួសធ្ងន់និងកូនបានស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យហេតុការណ៍គ្រោះថ្នាក់នេះបានកើតឡើងកាលពីវេលាម៉ោង2:40នាទីរសៀលថ្ងៃទី7ខែសីហាឆ្នាំ2026នៅចំណុចស្តុបតាមផ្លូវ598ដែលស្ថិតនៅភូមិទំនប់សង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខរាជធានីភ្នំពេញរថយន្តដែលបង្កគ្រោះថ្នាក់នោះគឺម៉ាក BYD ពណ៌ខ្មៅពាក្យស្លាកលេខភ្នំពេញ 2CE 4874សេរីឆ្នាំ2025បើកបរដោយយុវជនម្នាក់ឈ្មោះថាត្រីសក្តាជាអ្នកសិល្បៈនិងរួមដំណើរដោយយុវជនម្នាក់ទៀតតាមសាក្សីបានឲ្យដឹងថានៅមុនពេលកើតហេតុគេឃើញរថយន្តមួយគ្រឿងខាងលើបានធ្វើដំណើរតាមផ្លូវលេខ598នៅក្នុងទិសដៅពីជើងទៅត្បូងនៅពេលធ្វើដំណើរមកដល់ចំណុចស្តុបស្រាប់តែឈប់ហើយដេកលង់លក់ទោះបីជាយ៉ាងណាគេពុំដឹងថាបរិសរូបនោះមានលក្ខណៈស្រវឹងឬយ៉ាងណានោះទេខណៈនោះអ្នកដំណើរក៏បានរាយការណ៍ទៅកងកម្លាំងអាវុធហត្ថតាមព័ត៌មានបានឲ្យដឹងថានៅពេលនោះសមត្ថកិច្ចកងរាជអាវុធហត្ថបានគោះទ្វារដាស់ស្រាប់តែបរិសរូបនោះក៏បានថយរថយន្តបុករះរថយន្តចំនួន2គ្រឿងរួមមាន Mack Highlander មួយគ្រឿងនិង Toyota មួយគ្រឿងនិងកាន់ម៉ូតូមួយគ្រឿងទៀតបណ្ដាលឲ្យស្ត្រីនិងកូនស្រីអាយុ13ឆ្នាំដែលម្ដាយបានរងរបួសធ្ងន់និងកូនស្រីបានស្លាប់នៅពេលបញ្ជូនទៅមន្ទីរពេទ្យត្រូវបានរថយន្តបញ្ជូនទៅសង្គ្រោះនៅក្នុងគ្រោះថ្នាក់នោះរថយន្តបានកាន់ម៉ូតូជាប់ក្រោមរថយន្តនិងថយទៅបុកឡើងចិញ្ចើមផ្លូវបុកប៉ោះយាបណ្ដាលឲ្យរងនឹងការខូចខាតហើយជាប់ទៅមុខលែងរួចភ្លាមអ្នកបើកបររថយន្តត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបន្ទាប់ពីកើតមានគ្រោះថ្នាក់នគរបាលខណ្ឌសែនសុខបានចុះទៅសម្រួលចរាចរណ៍រួចទាក់ទងទៅនគរបាលចរាចរណ៍ផ្លូវគោកចុះមកធ្វើការវាស់វែងនាំរថយន្តនិងអ្នកបើកបរបញ្ជូនទៅការិយាល័យដើម្បីដោះស្រាយសងការខូចខាតសូមចូលរួមអបអរសាទរប្អូនស្រីដ៏កំសត់សម្ដេចតេជោហ៊ុនសែនបានជួយសិស្សស្រីនិទេសអេដែលមានជីវភាពខ្វះខាតម្នាក់ឲ្យបានបន្តការសិក្សារៀនសូត្រដល់ចប់ចុងចប់ដើម
ឯកឧត្តមគង់គឹមនីអភិបាលខេត្តមណ្ឌលគិរីបានឲ្យដឹងថាក្រោយពីបានទទួលដំណឹងថាប្អូនស្រីវ៉ានឈុនលៀងដែលជាសិស្សនិទេសអេកាលពីសម័យប្រឡងឆ្នាំ2025កំពុងតែមានជីវភាពខ្វះខាតខ្លាំងគ្មានលទ្ធភាពបន្តនៅការសិក្សាសម្ដេចតេជោហ៊ុនសែនប្រធានព្រឹទ្ធសភាបានណែនាំឲ្យអាជ្ញាធរចុះជួយអន្តរាគមន៍ជាបន្ទាន់សម្ដេចតេជោបានសម្រេចជួយផ្ដល់ការទំនុកបម្រុងសពគ្រប់បែបយ៉ាងទាំងការសិក្សានិងការរស់នៅដើម្បីឲ្យប្អូនស្រីបានរៀនជំនាញដែលខ្លួនចង់រៀនឲ្យបានចប់សពគ្រប់នេះគឺជាការលើកទឹកចិត្តនិងផ្ដល់ឱកាសឲ្យក្មួយស្រីឈុនលៀងអាចសម្រេចនូវក្តីស្រមៃនិងក្លាយជាសសរទ្រូងដ៏រឹងមាំសម្រាប់ប្រទេសជាតិនៅថ្ងៃអនាគតនារសៀលថ្ងៃទី9ខែសីហាឆ្នាំ2026អាជ្ញាធរខេត្តមណ្ឌលគិរីបានចុះទៅសួរសុខទុក្ខប្អូនស្រីនិទេសអេសម័យប្រឡងឆ្នាំ2025ដល់លំនៅឋានដែលស្ថិតនៅភូមិឡាប៉ាខេឃុំស្រែខ្ទុំស្រុកកែវសីមាខេត្តមណ្ឌលគិរីក្រោយទទួលបានដំណឹងពីការខ្វះខាតជីវភាពខ្លាំងដែលតម្រូវឲ្យរូបនាងត្រូវខកខាននៅការសិក្សាបន្តនៅមហាវិទ្យាល័យយុវតីរូបនេះមានបន្ទុកត្រូវជួយធ្វើការងាររកប្រាក់ចិញ្ចឹមគ្រួសារជាមួយម្ដាយនិងមើលថែប្អូនប្រុសស្រីចំនួន2នាក់ទៀតនៅក្នុងបន្ទុកខណៈដែលឪពុកត្រូវចាកចេញទៅធ្វើការនៅឆ្ងាយពីផ្ទះឯកឧត្តមគង់គឹមនីអភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរីបានឲ្យដឹងថាក្រោយទទួលបានដំណឹងអំពីយុវតីឈ្មោះវ៉ាន់ឈុនលៀងសិស្សនិទេសអេសម័យប្រឡងឆ្នាំ2025ដែលកំពុងរស់នៅក្នុងជីវភាពខ្វះខាតនិងមានការណែនាំដ៏ខ្ពង់ខ្ពស់ពីសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាឲ្យអាជ្ញាធរចុះអន្តរាគមន៍ជាបន្ទាន់ដើម្បីជួយសម្របសម្រួលដល់យុវតីវ៉ាន់ឈុនលៀងបានរៀនសូត្រចាប់ចុងចាប់ដើមលើជំនាញដែលក្មួយស្រីចង់រៀនជំនួយឧបត្ថម្ភនេះរួមមានទាំងការទំនុកបម្រុងថ្លៃការសិក្សានិងការរស់នៅទាំងស្រុងពីសម្ដេចតេជោហ៊ុនសែនដើម្បីជួយឲ្យប្អូនស្រីអាចសម្រេចនូវក្តីស្រមៃបញ្ចប់នូវការសិក្សាថ្នាក់មហាវិទ្យាល័យមានអនាគតភ្លឺស្វាងនិងក្លាយជាសសរទ្រូងដ៏រឹងមាំសម្រាប់ប្រទេសជាតិយើងនៅថ្ងៃអនាគតនេះគឺជាដំណឹងល្អនិងអបអរសាទរដល់ប្អូនស្រីដ៏កំសត់ដែលមានឈ្មោះថាវ៉ាន់ឈុនលៀងដែលជាសិស្សនិទេសអេកាលពីសម័យប្រឡងឆ្នាំ2025ដែលមានជីវភាពខ្វះខាតខ្លាំងដោយគ្មានលទ្ធភាពបន្តការសិក្សាពេលនេះសម្ដេចតេជោហ៊ុនសែនប្រធានព្រឹទ្ធសភាបានជួយទំនុកបម្រុងគ្រប់បែបយ៉ាងទាំងការសិក្សានិងការរស់នៅដើម្បីឲ្យប្អូនស្រីបានរៀនជំនាញដែលខ្លួនចង់រៀនឲ្យបានចប់សព្វគ្រប់នេះគឺជាការលើកទឹកចិត្តនិងផ្ដល់ឱកាសឲ្យប្អូនស្រីឈុនលៀងអាចសម្រេចនូវក្តីស្រមៃនិងក្លាយជាសសរទ្រូងដ៏រឹងមាំសម្រាប់ប្រទេសជាតិយើងនៅថ្ងៃអនាគតក្តៅចិត្តជំនួសត្រឹមសន្តិសុខភូមិសាស្ត្រកាយម្លេះលោកផៃវណ្ណៈបានចេញមុខបង្ហោះសាររិះគន់និងសើចចំអកយ៉ាងចាស់ដៃបន្ទាប់ពីលេចធ្លាយវីដេអូបរិសម្នាក់ជាសន្តិសុខភូមិបានអាងអំណាចស្រវឹងស្រាលឡូឡានិងបង្កការរំខាននៅក្នុងទីតាំងអធិការដ្ឋាននគរបាលលោកផៃវណ្ណៈបានលើកឡើងចំបែបនេះប្រកែកមិនរួចថាត្រឹមសន្តិសុខភូមិសាស្ត្រកាយម្លឹងបើមានក្របខ័ណ្ឌជាកងកម្លាំងទៀតមិនដឹងចោលសៀមរត់ផាសក្រញ៉ាំហើយជាមួយគ្នានេះលោកក៏បានស្នើសុំទៅដល់សមាជិកអធិការដ្ឋានគួរតែចាត់វិធានការដេញបុគ្គលិកប្រមាក់បង្កការរំខាននេះចេញពីទីតាំងរដ្ឋបាលភ្លាមដើម្បីរក្សាសណ្ដាប់ធ្នាប់និងការពារកុំឲ្យមហាជនយល់ច្រឡំថាជាមន្ត្រីនគរបាលជាតិដែលនាំឲ្យប៉ះពាល់ដល់កិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់ស្ថាប័នក្រោយពីមានការចែករំលែកវីដេអូតាមបណ្ដាញសង្គមពាក់ព័ន្ធនឹងករណីបុរសម្នាក់ចង្អុលនិងខាត់ហាមអ្នកសារព័ត៌មានខណៈកំពុងចោះយកព័ត៌មាននៅកន្លែងកំពុងពិនិត្យសពអធិការដ្ឋាននគរបាលស្រុកគៀនស្វាយបានចេញមកធ្វើការបំភ្លឺជូនសាធារណជនតាមការបំភ្លឺរបស់មន្ត្រីជំនាញកុសលវិច័យស្រុកខេត្តបានបញ្ជាក់ថាលោករស្មីតូវងសែអធិការរងទទួលផែនប្រចាំគ្រឿងញៀនបានទទួលមរណភាពនៅវេលាម៉ោង 12:30 នាទីថ្ងៃទី9ខែសីហាឆ្នាំ2026នៅពេលកម្លាំងសមត្ថកិច្ចនិងមន្ត្រីជំនាញកុសលវិច័យកំពុងពិនិត្យសពមានអ្នកសារព័ត៌មានចុះថតនិងផ្សាយផ្ទាល់ស្រាប់តែមានប្រជាការពារម្នាក់ចេញមកហាមឃាត់
ចំពោះបរិះដែលចង្អុលទៅលើអ្នកយកសារព័ត៌មានអធិការដ្ឋានបញ្ជាក់ថាជាសន្តិសុខភូមិមិនមែនជាមន្ត្រីនគរបាលទេហើយតាមការបំភ្លឺបរិះរូបនោះមានស្ថានភាពស្រវឹងស្រានិងបានប្រើពាក្យសម្ដីមិនសមរម្យថែមទៀតផងអធិការដ្ឋាននគរបាលស្រុកគៀនស្វាយបញ្ជាក់ថាមិនមានគោលបំណងប្រឆាំងឬស្អប់អ្នកសារព័ត៌មានឡើយនិងសូមកុំឲ្យមានការយល់ច្រឡំចំពោះកម្លាំងសមត្ថកិច្ចជាមួយគ្នានេះអធិការដ្ឋានក៏បានសូមអភ័យទោសនឹងការយោគយល់ពីសំណាក់បងប្អូនប្រជាពលរដ្ឋនិងសាធារណជនអ្នកយកសារព័ត៌មានចំពោះហេតុការណ៍ដែលបានកើតឡើងនៅថ្ងៃទី10ខែសីហាឆ្នាំ2026នេះចំណែកឯលោកផៃវណ្ណៈគឺបានចេញមុខរិះគន់ចំដែលលោកថាត្រឹមតែសន្តិសុខភូមិសោះហេតុអ្វីបានជាកាយម្លេះលោកបានចេញសារបង្ហោះនូវការរិះគន់និងសារចំអកយ៉ាងចាស់ដៃបន្ទាប់ពីលេចធ្លាយវីដេអូបរិសម្នាក់ដែលជាសន្តិសុខភូមិបានអាងអំណាចស្រវឹងស្រាឡូឡានិងបង្កការរំខាននៅក្នុងអធិការដ្ឋាននគរបាលលោកផៃវណ្ណៈបានលើកឡើងបែបប្រកែកមិនរួចថាត្រឹមសន្តិសុខភូមិសោះកាយម្លឹងបើមានក្របខ័ណ្ឌជាកងកម្លាំងទៀតមិនដឹងថាចៅសៀមរត់ផាសក្រញាំហើយជាមួយគ្នានេះលោកក៏បានស្នើសុំទៅដល់សមត្ថកិច្ចអធិការដ្ឋានគួរតែចាត់វិធានការដេញបុគ្គលប្រមឹកបង្កការរំខាននេះចេញពីទីតាំងរដ្ឋបាលភ្លាមដើម្បីរក្សាសណ្ដាប់ធ្នាប់និងការការពារកុំឲ្យមហាជនយល់ច្រឡំថាជាមន្ត្រីនគរបាលជាតិដែលនាំឲ្យប៉ះពាល់ដល់កិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់ស្ថាប័ននគរបាលជាតិស្ដាយណាស់កំពុងប្រឡងម៉ោងគីមីវិទ្យាបេក្ខជនបណ្ដុះម្នាក់សម្រាប់ចិត្តបោះបង់ការប្រឡងកណ្ដាលទីព្រោះបញ្ហាសុខភាពការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅទូទាំងប្រទេសកម្ពុជាកំពុងដំណើរការថ្ងៃទី1គ្រប់មណ្ឌលទូទាំងប្រទេសសម័យប្រឡងថ្ងៃទី10ខែសីហាឆ្នាំ2026នៅថ្ងៃខែឆ្នាំដដែលនេះអង្គភាពប្រឆាំងអំពើពុករលួយ ACU បានជួនដំណឹងពីករណីបេក្ខជនមួយចំនួនបានបោះបង់ការប្រឡងដោយខ្លួនឯងព្រោះតែបញ្ហាសុខភាពងងឹតមុខមិនអាចបន្តការប្រឡងទៀតបានតាមប្រភពព័ត៌មានបានឲ្យដឹងថាបេក្ខជនរូបនេះមានឈ្មោះផាន់ម៉ារ៉ាឌីភេទប្រុសលេខតុ134បន្ទប់លេខ6ប្រឡងនៅមណ្ឌលវិទ្យាល័យសអតហ៊ុនសែនព្រៃតាតេនខេត្តកណ្ដាលដែលនៅវេលាម៉ោង2:21នាទីក្នុងមុខវិជ្ជាគីមីវិទ្យាបេក្ខជនរូបនេះបានបោះបង់ការប្រឡងដោយខ្លួនឯងព្រោះបញ្ហាសុខភាពងងឹតមុខមិនអាចបន្តការប្រឡងបានជាចំណាត់ការប្រធានមណ្ឌលបានបញ្ជូនបេក្ខជនរូបនេះទៅកាន់មន្ទីរពេទ្យជាមួយគ្នានោះនៅរុស្ស៊ីនេះផងដែរនៅមណ្ឌលមួយនៅក្នុងខេត្តស្វាយរៀងចាប់បានសិស្សលួចយកវ៉ែនតាឆ្លាតវៃនិងទូរស័ព្ទឆ្លាតវៃចូលនៅក្នុងបន្ទប់ប្រឡងនៅរសៀលថ្ងៃទី10ខែសីហាឆ្នាំ2026នេះក្រសួងអប់រំយុវជននិងកីឡាបានជូនដំណឹងអំពីករណីបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិបានប្រើប្រាស់វ៉ែនតាវៃឆ្លាតនិងទូរស័ព្ទវៃឆ្លាតក្រសួងអប់រំយុវជននិងកីឡាបានឲ្យដឹងថានៅថ្ងៃទី10ខែសីហាឆ្នាំ2026នេះនៅវេលាម៉ោងទី2នៃដំណើរការសំណេរពេលរសៀលនៅមណ្ឌលប្រឡងសាលាបឋមសិក្សា2ធ្នូខេត្តស្វាយរៀងមានករណីចាប់បានបេក្ខជននាំចូលទៅក្នុងបន្ទប់ប្រឡងនៅវ៉ែនតានិងទូរស័ព្ទវៃឆ្លាតទាក់ទងទៅនឹងករណីនេះបេក្ខជនខាងលើត្រូវបានកត់ត្រាក្នុងកំណត់ហេតុពិសេសហើយឧបករណ៍អេឡិចត្រូនិកមានដូចជាវ៉ែនតាវៃឆ្លាតនិងទូរស័ព្ទវៃឆ្លាតតែបេក្ខជនបាននាំចូលនៅក្នុងបន្ទប់ប្រឡងត្រូវបានរឹបអូសទុកខណៈក្រសួងអប់រំយុវជននិងកីឡានិងចាត់វិធានការចំពោះករណីនេះតាមគោលការណ៍ជាធរមានស្របពេលគ្នានេះផងដែរក្រសួងអប់រំយុវជននិងកីឡាសូមរំលឹកដល់បេក្ខជនប្រឡងគ្រប់រូបក្នុងការគោរពគោលការណ៍ណែនាំផ្សេងៗទៀតទាក់ទងទៅនឹងការហាមឃាត់មិនឲ្យនាំចូលឧបករណ៍អេឡិចត្រូនិកចូលទៅក្នុងមណ្ឌលនិងបន្ទប់ប្រឡងឲ្យបានខ្ជាប់ខ្ជួនបំផុតនេះគឺជាករណីមួយដែលបានកើតឡើងនិងសូមចូលរួមសម្ដែងនឹងការសោកស្ដាយចំពោះបេក្ខជនដែលបានបោះបង់នៅការប្រឡងចោលដោយសារតែបញ្ហាសុខភាពនិងបេក្ខជនមួយចំនួនទៀតក៏មានបញ្ហាជួបនៅគ្រោះថ្នាក់ចរាចរណ៍និងបេក្ខជនមួយចំនួនទៀតក៏បានមកមណ្ឌលប្រឡងខុសផងដែរ